ផ្លាស់ប្ដូរពីការរត់នៅទីក្រុងរត់នៅផ្លូវធម្មតាទៅរត់នៅលើភ្នំចិត្តស្អាតងាយស្រួលរៀបចំrun the nature ដូចជា1000ម៉ែត្រទេដល់1100ជាងគាត់តែស្ដាប់ឮហើយក៏មានអារម្មណ៍ថាចង់ទៅឆាប់ៗហ្នឹងដែរអញ្ចឹង why solo not create another package fan solo បណ្ដឹងចេនឡាដីគោកសួស្ដីអ្នកនរគ្នា welcome back ថ្ងៃនេះរៀងប្លែកព្រោះ even អាទិត្យមុនបើអ្នកដែលគាត់ខកខានអត់បានចុះអីនេះឥឡូវហ្នឹងអាទិត្យហ្នឹង no ដល់អាទិត្យហ្នឹងថ្ងៃ1ថ្ងៃ2យើងមាន event ថ្មីមួយទៀតហើយឥឡូវហ្នឹងក៏យើងមានបុគ្គលថ្មីម្នាក់ទៀតដែរនេះមកអង្គុយជាប់ខ្ញុំនេះខាងស្ដាំដៃខ្ញុំនេះបើអ្នកទាំងអស់គ្នាស្គាល់ក៏ស្គាល់តែបើអត់ស្គាល់ទេក៏គង់តណែនាំដូចគ្នាមកឈ្មោះអីដែរសួស្ដីទាំងអស់គ្នាហើយខ្ញុំឈ្មោះពិសិដ្ឋអូខេមកថ្ងៃនេះគឺក្នុងនាមអ្នកចូលចិត្តរត់មែនអត់បាទខ្ញុំអញនិយាយបានថាខ្ញុំចាញ់បោករត់ចាញ់បោករត់ពួកខ្ញុំឥឡូវក៏ចាញ់បោកដូចគ្នាfinancial អត់ងើបសោះ down ទៅរត់ free ប៉ុន្តែខ្ញុំមិនអត់បើជាមកគូ200អ្នកទាំងអស់គ្នាថ្មីហ្នឹង solo landscape បាន post schedule មួយគឺថ្ងៃ1ថ្ងៃ2ខែវិច្ឆិកាខាងមុខហ្នឹងយើងមាន package run the nature wow បាត់អិនអ្នកទាំងអស់គ្នាយើងបង្កើត trip ហ្នឹងក៏ដើម្បីទៅរកអសអិនsolo មិនមែន post ហ្នឹងមិនមែនអត់មានគោលបំណងទេគឺមានគោលបំណងចាំរកអ្នកទាំងអស់គ្នាទៅជួយរត់រកអសអិនអានេះគឺ non stop ហើយអ្នកទាំងអស់គ្នាទីតាំងដែលពួកយើងនឹងធ្វើ run the nature ហ្នឹងគឺនៅក្នុងផ្សារដែលមាន elevation តាខ្ទង់ដូចជា1000ម៉ែត្រទេដល់1100ជាង sounds amazing English អូខេអញ្ចឹងថ្ងៃនេះយើងមាន project ថ្មីមួយយើងហៅវាថា run the nature so run the nature ហ្នឹងក៏លឺឈ្មោះដឹងទេដោយសារតែមួយរយៈហ្នឹងយើងឃើញថាមានអ្នករត់ច្រើនហើយពួកខ្ញុំចូលចិត្តរត់ហើយក៏ hiking ដែរ so យើងគិតថា run the nature វាជា project ថ្មីមួយដែលជា color ថ្មីមួយដែលធ្វើឲ្យកាលពី hiking ធម្មតាកាលពីរត់ធម្មតាយើង merge វាចូលគ្នាហើយ experience new experience នៅកន្លែងដែលស្អាតៗនៅស្រុកខ្មែរវិញហើយថ្ងៃនេះខ្ញុំមានបុគ្គលដែលគាត់មានបទពិសោធន៍ធ្លាប់រត់ឡើងឬក៏ធ្លាប់ដើរឡើងក៏ដោយយូរនិយាយពីអារម្មណ៍របស់គាត់ហត់មិនវេទនាមិនអីអញ្ចឹងណាតែតើសួរថាហេតុអីបើនៅតែចង់ធ្វើឥឡូវវាអញ្ចឹងអូខេបងបើសិនជានេះបងឯងអាចចែកម្លែកខ្លះមកអារម្មណ៍ហើយនឹងមូលហេតុអីដែលបងឯងសម្រេចចិត្តថាអូយទៅរត់នៅក្នុងព្រៃឬក៏អីអញ្ចឹងណាអូខេអរគុណច្រើនសម្រាប់សំណួរប៉ុន្តែខ្ញុំធ្លាប់តែរត់នៅក្នុងកម្មវិធី event នៅក្នុងទីក្រុងឃើញថាបរិយាកាសវានៅតែដែរហើយដល់ចឹងទៅចង់ផ្លាស់ប្ដូរពីការរត់នៅទីក្រុងចង់ទៅរត់តាមរយៈការនៅព្រៃម្ដងព្រោះការរត់ឡើងព្រៃទី1យើងត្រូវជំនះលើអារម្មណ៍ខ្លួនឯងបើសិនជាអ្នកខ្លាចទៀកគឺត្រូវតែជំនះអារម្មណ៍ខ្លាចទៀកនឹងមួយសិនទំនាក់ថ្មីដូចខ្ញុំថ្មីនេះត្រឡប់មកពីភ្នំសំកោះអញ្ចឹងគឺនៅក្នុងសម្បូរទៀកមែនតើប៉ុន្តែខ្ញុំនៅជំនះវាបានគឺឡើងទៅដល់កំពូលតែហត់ខ្លាំងជាងពេលដែលយើងដើរព្រោះបងស្រុកដើរភ្នំដែរត្រូវអត់ហត់ខ្លាំងជាងពេលដែលយើងដើរឬក៏ពេលខ្លះយើងអាចចង់និយាយថាយើងអាច balance វាបានអញ្ចឹងណាសម្រាប់ខ្ញុំការរត់ឡើងភ្នំវាមានឧបសគ្គជាងយើងរត់នៅលើផ្លូវនៅលើ road ដោយសាររត់នៅលើ road យើងមិនទាមទារឲ្យយើងប្រឹងខ្លាំងដូចយើងរត់ឡើងភ្នំឯងរត់ឡើងភ្នំទី1យើងត្រូវស្ពាយអីវ៉ាន់ដែលយើងដាក់តាមផ្លូវដូចជាទឹកដូចជានំមួយចំនួនដើម្បីទុកទាញញ៉ាំតាមផ្លូវហើយអញ្ចឹងទៅហើយមួយទៀតគឺតកតទៅការរត់ឡើងភ្នំគឺវាមានកម្ពស់អត់ដូចរត់ស្មើលើផ្លូវអីអញ្ចឹងទៅវាមានឧបសគ្គនឹងទៅការប្រើប្រាស់កម្លាំងអស់ច្រើនចាបងបាទប៉ុន្តែចង់ប្រាប់ត្រឡប់ទៅវិញថានៅពេលដែលយើងរត់ទៅដល់កំពូលគឺវាសប្បាយចិត្តគឺយើងមានអារម្មណ៍ថាយើងអាចឃើញ view អញ្ចឹងអា view នោះវាធ្វើឲ្យអារម្មណ៍របស់យើងគឺអញនិយាយថាសាក់ថ្មជីវិតផងសាក់ថ្មផ្លូវចិត្តផងដោយសារតាមរយៈក្រោយហ្នឹងយើងបានដឹងអីសម្បូរអ្នករត់មែនតើចូលចិត្តរត់មែនតើសូម្បីតែពួកខ្ញុំក៏ខ្ញុំឥឡូវហ្នឹងចង់និយាយថា50តាមពិតមែនទេ60 40ដែរជាមួយរត់ហើយនឹងដើរភ្នំហ្នឹងតែខ្ញុំមើលឃើញថាចេះពេលដែលយើងទៅរត់នៅក្នុងព្រៃវាស្រស់ស្រាយជាងម្យ៉ាងជាងយើងរត់នៅលើថ្នល់នៅក្នុងក្រុងអីចឹងណាវាសុបាយដែរព្រោះពេលលក្ខណៈដែរចេះពេលយើងហត់
តិចក៏មលុបឬក៏អីចឹងទៅហើយរាល់អាទិត្យហ្នឹងអាចនឹងថារកគ្នាអីដើម្បីទៅរត់ទៅអីតែខ្ញុំក៏សង្កេតឃើញថាហ្នឹងក៏ជាបញ្ហាមួយដែរបើសិនជាអ្នកខ្លះគាត់ចង់ទៅតែគាត់អត់មានគ្នាទៅអញ្ចឹង why solo not create another package right fan solo បណ្ដឹងថា solo create ទីមិនតាមតាម trend អ្នកទាំងអស់គ្នាចេនឡាដីគោក Cái này cô ấy cái này ចេនឡាចេនស៊ី Ồ trên gì nó bị chỉ cross training mới đại dương để improve từ heal score và dương hay cha switch mood đối với ta chứ chứ ở đó runner ti krong hiện một smile miền trả cho chơn thời phải chặt phải dạy chơn and then dương tay chain mood dương kích đi trả cho bếp làm mà tối dương từ kích điện mà đón kích đụng môi chứ mà các bạn tam có tới vậy ở trong ca hột lại nung nó vì ai chui train này các bạn tiền endurance là biến thang còn lặng bỏ dương hột ban du bên này chứ mà hay có train strain bỏ dương hay mỗi bên tiết có chui train ở trường thi bỏ dương này kịch trong kịch lại đụng mò phong tiệm phong đàm chư phong ấy chứ mà là biến chẳng bà thằng ấy của ការរត់ឡើងភ្នំហ្នឹងគឺវាជួយ trend ឲ្យយើងទីមួយគឺផ្លូវការផ្លូវចិត្តរបស់យើងហ្នឹងគឺឲ្យវាខ្លាំងជាងមុនហើយមួយទៀតការរត់ហ្នឹងការរត់ឡើងភ្នំគឺវាជួយឲ្យយើងមានគេហៅថា flexible យ៉ាប៉ុន្តែ trend កជើងរបស់យើងហ្នឹងមានភាពបត់បែនខ្ញុំគិតថាជាឱកាសល្អដែរដែលយើងយកការឡើងភ្នំផ្សារបានទាំងទៅមើល view ហើយបានទាំងរត់ទៀតហ្នឹងហើយ two in one រណាមាន អ្នកទាំងអស់គ្នាបើនិយាយបកមកក្រោយវិញណាបើសិនជាអ្នកទាំងអស់គ្នាធ្លាប់តែរត់លើផ្លូវថ្នល់ផ្លូវជាតិពេលដែលអ្នកទាំងអស់គ្នាទៅរត់នៅក្រៅគឺខុសគ្នាដែរអញ្ចឹងបើសិនជាយើងអត់បាន trend អត់បានស្គាល់ចឹងនិយាយថាអត់បានយកជើងយើងទៅស្គាល់ trail ម្ដងទេប្រកាសជាពេលដែលចប់ trail ហ្នឹងគឺអ្នកទាំងអស់គ្នារៀងពិបាកឈឺជើងឈឺអីអញ្ចឹងណាតែ no anyway នៅតែឈឺតែគាត់ថាវារៀងtake time ឬក៏ចាំនិយាយថា time ដែលវាព្យាបាលវា heal មកវិញហ្នឹងវាសតជាងហ្នឹងហើយលឿនជាងព្រោះ muscle របស់យើងឬក៏ joint របស់យើងហ្នឹងបានស្គាល់របៀបឡើងភ្នំជន់គ្រួសជន់អីល្អមិនអីអញ្ចឹងណា vậy trong một chuyện vậy rốt đó mình everyone tới từ rốt mỏng ấy này thế hay ca làm đó cái dân quạt đau thầm đau để quạt thế dân change schedule ai biết shorter hay biết more challenging năm bây fit mùi nó vậy để chia ca running rồi có plan vào dân xem rep xem action thing មែនទេចាត់ទុកថាកម្មវិធីហ្នឹងវាគ្រាន់តែជាកម្មវិធីដែលយើងផ្លាស់ប្ដូរពីការរត់នៅទីក្រុងរត់នៅផ្លូវធម្មតាទៅរត់នៅលើភ្នំអញ្ចឹងបានទី1យើងបានទៅរត់ផងទី2យើងបានទៅឡើងភ្នំផងទី3យើងអាចនិយាយថាឲ្យខ្លួនឯងហ្នឹងផ្លាស់ប្ដូរគេហៅថាផ្លាស់ប្ដូរបរិយាកាសឲ្យខ្លួនឯងមានអារម្មណ៍ fresh ជាងមុនតតែរត់នៅលើផ្លូវរត់ទៅរត់នោះគឺបានដកដង្ហើមជាមួយនឹងខ្យល់ធម្មជាតិហើយជាមួយនឹង view ស្អាតៗអញ្ចឹងតែ Nice បើនិយាយមូលហេតុដែលពួកខ្ញុំជ្រើសទីតាំងក្នុងផ្សារអ្នកទាំងអស់គ្នាដោយសារពួកខ្ញុំទៅក្នុងផ្សារវារាប់លែងអស់ហើយចាំនិយាយថាឡើងឆ្វាញ់ដីនៅហ្នឹងអញ្ចឹងណាហើយយើងក៏បាន work well ជាមួយនឹង local នៅហ្នឹងដែរអញ្ចឹងក្នុងការ arrange logistics ឬក៏គេហៅ water station ដាក់ជួយជាជំនួយហ្នឹងក៏ស្រួលដែរហើយយើងមានភ័ណ្ឌមានអីត្រឹមត្រូវអញ្ចឹងណា ហើយមួយវិញទៀតក្នុងផ្សារវានៅជិតជាមួយនឹងទីក្រុងអញ្ចឹងធ្វើការធ្វើដំណើររបស់យើងវាអត់ឆ្ងាយចាយពេលតិចហើយ the best point គឺនៅនឹងមាន view ស្អាត view 360 degree មាន sea cloud ធ្វើនៅរំពងមើល ហើយអាកាសធាតុខែ11គឺត្រជាក់ស្រួលហើយវាដាច់ទឹកភ្លៀងទៀតអញ្ចឹងក្នុងផ្សារអញ្ចឹងទី1ចិត្តស្អាតងាយស្រួលរៀបចំល្អមែនតើ good idea ប្រមូលក្រុមអ្នករត់ជាមួយនឹងអ្នកឡើងភ្នំហើយចូលគ្នាដើម្បីឲ្យមានសកម្មភាពពីរក្នុងពេលតែមួយ Yes why not blending អូឥឡូវតិចទៀតឲ្យគ្នាខ្ញុំម្នាក់អង្គុយខាងស្ដាំដៃបងបងដែរហ្នឹងឲ្យគាត់និយាយពី itinerary អ្នកទាំងអស់គ្នាយើងទៅធ្វើខ្លះ friend អូខេអញ្ចឹងថ្ងៃទី1យើងអាចចេញពីភ្នំពេញទៅថ្ងៃសៅរ៍យើងចេញពីថ្ងៃម៉ោងបាយហើយបាយថ្ងៃត្រង់ហើយម៉ោង1ឬក៏ម៉ោង2យើងជុំគ្នាទៅអញ្ចឹងយើងទៅសហគមន៍ក្នុងផ្សារអញ្ចឹងនៅស្នាក់សុំបើយើងទៅដល់សហគមន៍ក្នុងផ្សារហ្នឹងរៀងល្ងាចតិចមុនថ្ងៃលិច
so យើងមាន activity មួយចំនួនខាងហ្នឹងគេកំពុងតែស្ទង់ស្រូវស្ទង់ស្រូវអញ្ចឹងវាមានស្រូវស្រែវាមានត្រីតាមស្រែហើយមានថ្នោតមានអី so អាហ្នឹងយើងនឹងមានពេលដើម្បីទៅមើលឬក៏ទៅបេះថ្នោតញ៉ាំជុំគ្នាខ្ញុំទៅបែប spend like a very short time ដើម្បី experience local lifestyle ហ្នឹង experience នៅសហគមន៍អញ្ចឹងណាខ្លះគាត់អត់ដែលឡើងភ្នំទេហើយគាត់ក៏អត់ដែលបែរថាទៅសហគមន៍អីដែលឆ្ងាយពីទីក្រុងអញ្ចឹងដែរអញ្ចឹងណាអញ្ចឹងយើងមានឱកាសគេទៅភ្លក់ម្ហូបដែលបែបសហគមន៍នៅហ្នឹងមានខាងហ្នឹងអាចមានកវាញជាប្រភេទចូលនៅក្នុងផ្សារហ្នឹងវាជាជួបក្នុងកវាញអញ្ចឹងកវាញគឺហូបមួយដែលឆ្ងាញ់ប្រចាំតំបន់មួយដែរ so យើងទៅ enjoy ម្ហូបនៅហ្នឹងហើយយើង engage ជាមួយនឹង community គាត់នឹង sharing story មួយចំនួនទាក់ទងជាមួយនឹងការផ្លាស់ប្ដូររបស់សហគមន៍គាត់មុនពេលមានទេសចរក្រោយពេលមានទេសចរអញ្ចឹងទៅអញ្ចឹងយើងនឹងគេងជុំគ្នានឹងបែប chit chat និយាយពី agenda របស់យើង homestay and then យើងគេងលំឡើងគឺយើង start route so start route យើងនឹង start ងើប very early because វាត្រជាក់ហើយយើងចង់ទៅមើល sunrise I think យើង start ម៉ោង3 but maybe អ្នក join ទាំងអស់នេះអាចទៅងើប early ជាងនឹងបន្តិចដើម្បី prepare stuff ញ៉ាំអីតិចតួចមុនពេលយើង start so start យើងនឹងចាប់ផ្ដើមពីភូមិយើងនឹងមានម៉ូតូជូនយើងម្នាក់មួយទៅជើងភ្នំ so យើងជិះម៉ូតូប្រហែល1ម៉ោងអត់ដល់ទេកន្លះម៉ោងឯង plan ផ្លូវស្រួលដែរអញ្ចឹងកន្លះម៉ោង and then យើងទៅដល់ starting point ហ្នឹងយើងចាប់ផ្ដើមឡើងគឺយើងមាននៅឡើងតាមផ្លូវចាស់ហ្នឹងវាស្រួលដែរទៅជាក់ស្រួលធំយើងឡើងតាមផ្លូវចាស់ហ្នឹងទៅអញ្ចឹងយើងឡើងប្រហែលជាឡើង 3-4 គីឡូយើងទៅដល់ជើងភ្នំសំពៅ so we has the refreshment there យើងមាន refreshment យើងមានផ្លែឈើនិងទឹកអីនៅហ្នឹងយើងញ៉ាំនឹងតិចតួច refresh ហើយយើងបុកទឹកកពូលអញ្ចឹងបុកទឹកកពូលក៏យើងដើរតាម normal road ដែលធូរទូទៅគេដែរយើងមានផ្លូវមួយទៀតដែលដើរពីក្រោមក្នុងផ្សារឡើងមកវិញអារបៀបបើអ្នកទាំងអស់គ្នាធ្លាប់ទៅសម័យមើលខាងលើភ្នំក្នុងផ្សារយើងឡើងទៅមើលថ្ងៃលិចឡើងទៅមើលអីហ្នឹងតែយើងដើរពីកន្លែងបោះតង់មកជួរខាងក្រោមវិញអញ្ចឹងណាហើយទៅបញ្ជាក់ពីកពូលមកចិត្តវិញអាហ្នឹង view ស្អាតanother angle ហើយជឿថាអ្នកទៅក្នុងផ្សារភាគច្រើនគឺដើរផ្លូវហ្នឹងទេអូខេអញ្ចឹងនៅពេលដែលយើងឡើងផ្លូវថ្មីនឹងហើយយើងនឹងមាន another break នៅ summit នៅក្នុងផ្សារហ្នឹងអញ្ចឹងយើងមាន coffee break យើងមាន refreshment ទៀតហើយយើងមានផ្លែឈើមកអីតិចតួចទៀតនៅលើហ្នឹងអញ្ចឹងយើងឲ្យ enjoy summit ហ្នឹងហើយមើល sunrise enjoy food ហ្នឹងមកផ្លែហើយយើងចាប់downhill មកវិញតាមផ្លូវថ្មីមួយទៀតហើយផ្លូវក្នុងព្រៃផ្លូវថ្មីមួយទៀតមកតើមកយើងទៅ submit នៅក្នុងសពៅឡើងក្នុងសពៅមួយទៀតហើយមិនយើងឆប់ពីក្នុងសពៅមកកន្លែងជើងក្នុងសពៅដែលយើងមាន refreshment យើងចូលឡើងនឹងម្ដងទៀតអញ្ចឹងនៅជិតហ្នឹងក៏មានបន្ទប់ទឹកដែរណាគេត្រូវការបន្ទប់ទឹកអីហើយមិនយើង down here ទៅផ្លូវថ្មីរបស់យើងគាត់ទៅស្ដាប់ឮហើយក៏មានអារម្មណ៍ថាចង់ទៅឆាប់ហ្នឹងដែរកន្លែងតាមបានសប្បាយហ្មងកម្មវិធីគេនេះគឺមានកម្មវិធីញ៉ាំមានកម្មវិធីឡើងសម្រាប់បានត្រឹមត្រូវពីនេះយើងគិតគូរពីការសម្រាប់បងអ្នកនរគ្នាគឺពី nutrition អញ្ចឹងយើង enjoy មកវិញ fast recovery អូខេអ្នកទាំងអស់គ្នា package run nature របស់យើងហ្នឹងគឺ$75ក្នុងហ្នឹងគឺយើងមានឡានជិះទៅមកហើយ also កន្លែងគេងរបៀប homestay អ្នកទាំងអស់គ្នារបៀបគេង homestay ជុំគ្នាអញ្ចឹងណាហើយអាហារ3ពេលហើយយើងនឹង include ជាមួយនឹងម៉ូតូដែលយើងជិះពីភូមិទៅជើងភ្នំនិងពីជើងភ្នំមកភូមិដូចគ្នាហើយយើងមានសហគមន៍ដែលគាត់នឹងចូលរួមជួយរៀបចំហើយជួយនាំផ្លូវយើងដែរហើយយើងចង់ឲ្យពួកគាត់ធ្វើការងារហ្នឹងដើម្បីជួយ promote ទៅដល់សហគមន៍យើងដែរហើយក្រៅពីសហគមន៍យើងក៏មាន tool leader យើងដែរអញ្ចឹងគាត់នឹងជួយអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាត្រូវការកម្លាំងចិត្តអូខេអញ្ចឹងដោយសារតែ event នឹងថ្មីហើយទៅកន្លែងស្អាតហើយជា first edition របស់យើងអញ្ចឹងយើង special limit edition យើងយកតែ15នាក់ទេ max អញ្ចឹងបើសិនជាបងឬក៏អ្នកនរគ្នាចាប់អារម្មណ៍អាចចុះឈ្មោះឲ្យហើយខ្លាចគេចុះឈ្មោះរត់ចោលអស់ so យើងយកតែ15នាក់តែប៉ុណ្ណោះអូខេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃទី1ថ្ងៃទី2ខែវិច្ឆិកាខាងមុខហ្នឹងណា complete run the nature អញ្ចឹងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចឆាតចូល page solo ឬក៏ check ក្នុង website របស់ពួកយើងបានដែលយើងនឹងដាក់ link នៅក្នុង comment ដូចគ្នាហើយអ្នកទាំងអស់គ្នា complete ណាទៅរបៀបសកម្ម
តែសប្បាយត្រូវទេបង បាទត្រូវសាកថ្មជីវិតនិងសាកថាមពលផ្លូវចិត្ត អូអូខេ see you guys bye Bye. See you everyone